សូបជូនរឿងអ្នកប្រមាញ់សត្វព្រៃសុខាអ្នកប្រមាញ់ក្មេងចូលទៅក្នុងព្រៃជ្រៅដើម្បីស្វែងរកសត្វសម្រាប់ជីវភាពគេបានឃើញសត្វចក់មួយក្បាលជាប់អន្ទាក់ជំនួសឲ្យការសម្លាប់វាសុខាបែរជាដោះលែងចក់នោះទៅវិញដោយសារចិត្តល្អរបស់គេចក់ទេពបានបង្ហាញខ្លួននិងផ្ដល់ឲ្យសុខានៅកុកខ្សែស្នងដែលអាចនាំគេទៅរកកំណប់នៅក្នុងព្រៃប៉ុន្តែចក់ទេពបានព្រមានថាកំណប់នេះនឹងមានតម្លៃលុះត្រាតែសុខាប្រើប្រាស់វាដោយគុណធម៌មេរៀនចិត្តសប្បុរសនឹងនាំមកនៅឱកាសសុខាបានធ្វើដំណើរតាមការណែនាំរបស់ខ្សែស្នងគេឆ្លងកាត់ជ្រលងភ្នំនិងទន្លេដ៏គ្រោះថ្នាក់នៅតាមផ្លូវគេបានជួបនឹងអ្នកភូមិម្នាក់ដែលកំពុងស្រេកឃ្លានសុខាបានចែករំលែកអាហារដែលគេមានតិចតួចឲ្យអ្នកភូមិនោះដោយសារទង្វើនេះខ្សែស្នងបានភ្លឺចាំងខ្លាំងឡើងហើយបង្ហាញផ្លូវកាន់តែច្បាស់មេរៀនការចែករំលែកគឺជាគន្លឹះនៃភាពជោគជ័យនៅក្នុងព្រៃជ្រៅសុខាបានជួបនឹងសត្វខ្លាធំមួយក្បាលដែលកំពុងគំរាមកំហែងជំនួសឲ្យការប្រយុទ្ធសុខាបានប្រើភាពវៃឆ្លាតនិងសម្ដីទន់ភ្លន់ដើម្បីធ្វើឲ្យខ្លាស្ងប់ចិត្តខ្លាបានប្រាប់សុខាថាវាគ្រាន់តែការពារកូនរបស់វាសុខាបានជួយខ្លាដោយនាំកូនខ្លាដែលជាប់នៅក្នុងជ្រោះមកឲ្យម្ដាយវាជាការដឹងគុណខ្លាបានប្រាប់គេអំពីផ្លូវសម្ងាត់មួយទៅកាន់កំណប់មេរៀនភាពក្លាហានមិនមែនស្ថិតនៅក្នុងការប្រយុទ្ធតែនៅក្នុងការដោះស្រាយបញ្ហាដោយសន្តិភាពសុខាបានមកដល់បឹងទឹកមួយដែលមានឈ្មោះថាបឹងទេពនៅទីនោះគេត្រូវជួបនឹងនាងទេពធីតាដែលជាអ្នកថែរក្សាបឹងនាងបានសាកល្បងសុខាដោយសួរថាតើគេចង់បានកំណប់ដើម្បីអ្វីសុខាឆ្លើយថាគេចង់ប្រើកំណប់ដើម្បីជួយភូមិរបស់គេឲ្យរួចផុតពីភាពក្រីក្រនាងទេពធីតាពេញចិត្តនឹងចម្លើយនេះហើយផ្ដល់ឲ្យគេនៅគ្រាប់ពេជ្រមួយគ្រាប់ដែលអាចបំពេញបំណងបានមួយមេរៀនចិត្តនាសុចរិតនឹងនាំមកនៅរង្វាន់នៅពេលសុខាវិលត្រឡប់មកភូមិដំណឹងអំពីគ្រាប់ពេជ្របានរីករាលដាលអ្នកភូមិម្នាក់ឈ្មោះលីដែលមានចិត្តលោភលន់បានលួចគ្រាប់ពេជ្រនោះពីសុខាប៉ុន្តែនៅពេលគេប្រើគ្រាប់ពេជ្រដើម្បីសុំទ្រព្យសម្បត្តិគ្រាប់ពេជ្របែរជាប្រែក្លាយទៅជាធម្មតាលីដោយភាពខ្មាស់អៀនបានសារភាពនិងសុំទោសសុខាការស្វែងរកគ្រាប់ពេជ្រឡើងវិញសុខាបានត្រឡប់ទៅបឹងទេពដើម្បីសុំគ្រាប់ពេជ្រថ្មីនាងទេពធីតាបានប្រាប់គេថាគ្រាប់ពេជ្រនឹងត្រឡប់មកវិញប្រសិនបើគេអាចស្ដារជំនឿរបស់អ្នកភូមិឡើងវិញសុខាបានរៀបចំពិធីបុណ្យនៅភូមិដោយប្រើប្រាស់ធនធានដែលគេមានដើម្បីបង្រួបបង្រួមអ្នកភូមិដោយសារការខិតខំនេះគ្រាប់ពេជ្របានលេចឡើងនៅក្នុងប្រាសាទបុរាណមួយមេរៀនការបង្រួបបង្រួមនិងសាមគ្គីភាពជាកម្លាំងដ៏ធំចក់ទេពបានបង្ហាញខ្លួនម្ដងទៀតនិងប្រាប់សុខាថាគេត្រូវតែប្រឈមនឹងការសាកល្បងចុងក្រោយការប្រយុទ្ធប្រឆាំងនឹងចិត្តអន្ទះសាររបស់ខ្លួនសុខាត្រូវជ្រើសរើសរវាងការប្រើគ្រាប់ពេជ្រដើម្បីភាពរុងរឿងផ្ទាល់ខ្លួនឬសម្រាប់ភូមិសុខាបានជ្រើសរើសសុំឲ្យភូមិមានទឹកស្អាតនិងដីស្រែមានជីជាតិមេរៀនការលះបង់ផលប្រយោជន៍ផ្ទាល់ខ្លួនដើម្បីសហគមន៍គឺជាគុណធម៌ដ៏ខ្ពស់ភូមិរបស់សុខាបានរីកចម្រើនដោយសារទឹកស្អាតនិងដីមានជីជាតិអ្នកភូមិទាំងអស់បានគោរពសុខាហើយចាត់ទុកគេជាវីរបុរសប៉ុន្តែសុខាបានដឹងថាកំណប់ពិតមិនមែនជាគ្រាប់ពេជ្រទេតែជាសាមគ្គីភាពនិងសេចក្តីសប្បាយរបស់អ្នកភូមិមេរៀនកំណប់ពិតគឺស្ថិតនៅក្នុងចិត្តនិងសហគមន៍ចក់ទេពបានលេចឡើងជាលើកចុងក្រោយនិងសរសើរសុខាចំពោះភាពស្មោះត្រង់និងគុណធម៌របស់គេវាបានផ្ដល់ឲ្យសុខានៅអំណោយចុងក្រោយគ្រាប់ធានជាតិវេទមន្តដែលអាចធ្វើឲ្យដំណាំលូតលាស់បានលឿនសុខាបានប្រើគ្រាប់នេះដើម្បីជួយភូមិជុំវិញខ្លួន